ដំណឹងឯកសកលលោកអាមេរិកនិងអ៊ីរ៉ង់ព្រមព្រៀងត្រៀមបើកច្រកសមុទ្រ Hormuz ឡើងវិញក្នុងពេល30ថ្ងៃពិភពលោកកំពុងដកដង្ហើមធូរស្រាលបន្តិចបន្ទាប់ពីមានសញ្ញាវិជ្ជមានថ្មីក្នុងការកាត់បន្ថយភាពតានតឹងផ្នែកយោធានិងសេដ្ឋកិច្ចសកលយោងតាមការចុះផ្សាយនៅថ្ងៃទី26ខែឧសភាឆ្នាំ2026ដោយទីភ្នាក់ងារសារព័ត៌មាន Reuters ដកស្រង់ប្រភពចេញពីកាសែត Nikkei និងមន្ត្រីការទូតនៅមជ្ឈមបូព៌ាបានឲ្យដឹងថារដ្ឋាភិបាលសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បានឈានដល់ការពិភាក្សាលើផែនការបើកច្រកសមុទ្រ Hormuz ឡើងវិញក្នុងរយៈពេលប្រហែល30ថ្ងៃខាងមុខក្នុងអន្តរកាលនេះអ៊ីរ៉ង់នឹងបោះសម្អាតមានក្នុងច្រកសមុទ្រដើម្បីធានាសុវត្ថិភាពពេញលេញដល់នាវាចរអន្តរជាតិដោយមិនមានការទាមទារថ្លៃសេវាឆ្លងកាត់នោះឡើយបទជុំបាញ់ការពីដើមខែមេសានឹងត្រូវពន្យាពេល2ខែបន្ថែមទៀតដើម្បីទុកពេលឲ្យភាគីទាំងសងខាងដោះស្រាយទំនាស់អាមេរិកនិងអ៊ីរ៉ង់នឹងបន្តអង្គុយលើតុចរចាគ្នាលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដែលជាដើមហេតុនៃចំនួនដ៏រ៉ាំរ៉ៃច្រកសមុទ្រ Hormuz គឺជាផ្លូវដង្ហើមនៃសេដ្ឋកិច្ចដ៏សំខាន់បំផុតក្នុងការដឹកជញ្ជូនប្រេងនិងហ្គាសទៅកាន់ទីផ្សារអន្តរជាតិការចរចាប្រកបដោយផ្លែផ្កានេះត្រូវបានគេរំពឹងថានឹងជួយឲ្យតម្លៃថាមពលនៅលើទីផ្សារពិភពលោកមានស្ថិរភាពឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ